សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ចូលមកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានចំណេះដឹងមួយទៀតហើយយកមកចែកជូនដល់បងប្អូនបាទហើយចំណេះដឹងនេះខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបនៃការឆាតទៅកាន់ដៃគូមិនឲ្យគេដឹងមុនបាទយើងនិយាយចំថាយើងចង់មានការ surprise គេផ្សេងៗចឹងទៅអញ្ចឹងយើងឆាតមិនឲ្យគេដឹងថាយើងឆាតទៅទេតោះតែគេចូលមើលក្នុងឆាតរបស់យើងបានគេឃើញថាយើងឆាតទៅបាទអញ្ចឹងតើគេធ្វើដោយរបៀបណាបងប្អូនសូមចូលទៅតាមដានជាមួយខ្ញុំបាទហើយមុនតែចូលទៅតាមដានសម្រាប់បងប្អូនថ្មីដែលមិនទាន់បានចុច subscribe ក៏ដូចជាចុច follow បាទសូមជួយចុចម្នាក់មួយទៅណាអូខេតោះយើងទៅតាមដានទាំងអស់គ្នាជំរាបបងប្អូនសូមចូលមកកាន់ chat messenger មកបាទបន្ទាប់ពីយើងចូលចឹងហើយបងប្អូនទៅស្វែងរក account chat ណាមួយដែលបងប្អូនចង់ chat ទៅកាន់គេដោយមិនអោយគេដឹងមុនណាបាទឧទាហរណ៍ថាខ្ញុំយក account មួយនេះចុះបាទហើយបន្តមកទៀតបងប្អូនគាត់ទៅចុចកន្លែង message នេះមកបាទបងប្អូនចុចរកអាសញ្ញានេះមកនេះត្រេនឹងមកបាទចុចត្រេមួយនឹងមកត្រេចឹងមកបងប្អូននឹងឃើញពាក្យថា silent នៅខាងលើបាទឃើញទេនេះកន្លែងសញ្ញាដាក់ខ្វែងរូបកណ្ដឹងហ្នឹងបាទនេះដាក់ silent ហ្នឹងបងប្អូនគាត់ចុចលើវាមកបាទបន្ទាប់ពីចុចចឹងហើយឥឡូវបងប្អូនធ្វើការសរសេរណាឧទាហរណ៍ថាឥឡូវយើងសរសេរថាសួស្តីចឹងទៅបាទសួស្តីបាទថាខ្ញុំចង់ជួបអ្នកអីចឹងទៅបាទជួបអ្នកហើយបន្តមកទៀតបងប្អូនគាត់ថាធ្វើការ send ទៅបាទ send ទៅបានន័យថាខាងនោះគឺគេអត់ដឹងទេបាទគឺគេអត់ដឹងថាយើងឆាតទៅគេទេបើធម្មតាបើសិនជាយើងឆាតធម្មតាមកទៅច្រើនចេះណាបាទសួស្តីចឹងទៅបាទសួស្តីហើយយើងឆាត់ទៅហ្នឹងលោតទៅក្នុងnotification គេលឺលន់ទៅថ្ងៃតែអាខាងលើនេះគឺអត់មានលឺទេណាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនចង់ដឹងបងប្អូនអនុវត្តជាក់ស្ដែងខ្លួនឯងទៅគឺដឹងហើយព្រោះខ្ញុំបានអនុវត្តជាក់ស្ដែងខ្លួនឯងរួចហើយបាទខ្ញុំយកមកធ្វើបទបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាបាទអូខេហើយសម្រាប់ចំណេះដឹងនេះគឺមានតែប៉ុណ្្នឹងបាទគឺមានតែប៉ុណ្្នឹងសម្រាប់បងប្អូនដៃថ្មីដែលមិនទាន់បានចុច subscribe ក៏ដូចជាចុច follow ខ្ញុំសូមជួយចុចម្នាក់មួយទៅបើសិនគិតថាវីដេអូនេះមានសារៈប្រយោជន៍បាទអរគុណ